រាត្រីដ៏ស្ងប់ស្ងាត់នៅផ្ទះជួលចាស់មួយខ្នងបងហេងកំពុងមមាញឹករៀបចំសមរភូមិឡាយលោកលេរបស់គាត់តោះស្ដាប់គាត់និយាយទាំងអស់គ្នាខេសក់ក៏ស្អាតហើយត្រៀមខ្លួនណាពើហេងនឹងឡាយចែករំលែកភាពស្រស់ស្អាតដល់បងប្អូនឥឡូវនេះហើយ3 2 1ចាប់ដើមចូលមកបងប្អូនហើយសូមជួយ share ម្នាក់មួយលេនេះលាបហើយសដូចខ្មោចអូយច្រឡំសដូចទេពអប្សរតម្លៃត្រឹមតែ$5ទេកំពុងតែឡាយលក់លេយ៉ាងសប្បាយស្រាប់តែបងហេងឮសំឡេងមួយយ៉ាងដែលធ្វើឲ្យគាត់ឆ្ងល់អញចុះសំឡេងអ្នកណាដកដង្ហើមធំនៅពីក្រោយខ្នងខ្ញុំហ្នឹងឬមួយមានអ្នកណាលួចស្រឡាញ់ខ្ញុំមហាកម្ពុជាអ្នកឡាយលក់លេចាប់បណ្ដាំបញ្ចេញក្បាច់រងផ្អោលក្នុងឡាយហើយតែជប់សិនចុះអាប់សាញ់វៃនៅពីក្រោយខ្នងគាត់នឹងជាអ្វីទៅបងហេងមានថាមពលខ្លាំងនិងសប្បាយរីករាយចំណែកខ្មោចកញ្ញាព្យាយាមធ្វើមុខមាត់ឲ្យគួរឲ្យខ្លាចខ្មោចខំលងខ្លាំងណាស់តែបងហេងបែរជាមិនខ្លាចហើយថែមទាំងមិនខ្វល់ទៀតផងអញមកយកជីវិតឯងអូបងប្អូនមើលចុះ admin ថ្មីខ្ញុំមកដល់ហើយ Still make up គាត់មាំទាំណាស់ដូចខ្មោចមែនតែនហ្មងអញជាខ្មោចអញសម្លាប់ឯងឥឡូវហើយកុំតន់សម្លាប់អី admin ជួយកាន់លេនេះឲ្យមួយមើលសិនមើលចុះបងប្អូន admin ខ្ញុំលាបហើយមុខឡើងស្លេកអូច្រឡំមុខឡើងសលងដូចពងមាន់បកអញកំឡងសងាប់ឯងមកឲ្យអញកាន់លេលក់អីវ៉ាន់ទៅវិញកុំមកច្រើន admin បើលក់ដាច់យប់នេះខ្ញុំទុកกระดาษប្រាក់500និង iPhone 16 Pro Max ឲ្យមួយគ្រឿងតោះមែនអត់បាទតោះរាប់បង្ហាញមកអ្នកបងស្រី admin មិនក៏ធ្វើមុខដូចត្រូវគេឆក់ប្លន់អញ្ចឹងលក់មិនទាន់ដាច់ផងចង់សុំលុយខែមុនមែនអញមិនចង់បានលុយខែទេអញចង់បាន password Wi-Fi ផ្ទះឯងខ្មោចសុំ password Wi-Fi យកទៅធ្វើអីបងស្រីអញស្លាប់ទៅតែមិនទាន់ដឹងថាតួឯងក្នុងរឿងភាគការ៉េនឹងរស់រងាប់ទេអូបងស្រីស្អាតចាំខ្ញុំតិចណាខ្ញុំទៅយកលេខកូដឲ្យណាទៅយូរឬឆាប់កុំមកចង់លេះរត់ចោលអញឲ្យសោះណាមិនយូរទេប្រហែលជាមួយជាតិអូច្រឡំ5នាទីចាំខ្ញុំនៅទីនេះចុះកុំទៅណាណាម៉ែអើយខ្មោចសម័យនេះស៊ីវិល័យពេកហើយមិនមែនមកលងយកព្រលឹងទេមកលងសុំ password Wi-Fi ទៅវិញខ្ញុំទៅរកអ្នកណាឲ្យជួយលក់លេមិនទាន់មានលុយបង់ធនាគារផងឲ្យខ្ញុំជួបខ្មោចទៀតអាសូរតែខ្មោចកញ្ញាទេឈរចាំ password ឡើងក្រៀមស្វិតតែបងហេងរត់ទៅដល់វត្តបាត់ទៅហើយខ្មោចកញ្ញានិយាយថាចុះបងហេងឯងទៅដល់ណាហើយយូរម៉េះអញចាំឡើងចង់រលាយរូបបាត់ទៅហើយនឹងតែប៉ុននេះខ្មោចវាលែងហ៊ានមកដល់វត្តទៀតហើយមិនបងអង្គយូបងហេងរត់ចូលវត្តយ៉ាងលឿនកុំឲ្យខ្មោចឃើញ